បទចម្រៀងព្រះបាទសាឡូមោនជំពូក7ម្ចាស់ក្សត្រីអើយអូនពាក់ស្បែកជើងដូចនេះស្អាតណាស់ចង្កេះរបស់អូនរាងមូលដូចខ្សែកដែលជាស្នាដៃរបស់ជាងដ៏ចំណានផ្ចិតរបស់អូនមានរាងដូចពេងពេញទៅដោយស្រាដ៏ឈ្ងុយឆ្ងាញ់ជានិច្ចពោះរបស់អូនប្រៀបបាននឹងគំនរស្រើសាលីដែលមានផ្កាក្រវ៉ាន់លម្អជុំវិញសុដន់ទាំងពីររបស់អូនប្រៀបបាននឹងកូនភ្លោះរបស់ប្រើសករបស់អូនប្រៀបបាននឹងពំធ្វើពីភ្លុកភ្នែករបស់អូនភ្លឺថ្លាដូចទឹកត្រពាំងនៅក្រុងហេសបូនដែលស្ថិតនៅក្បែរទ្វារបាតរ៉ាប់ប៊ីមច្រមុះរបស់អូនប្រៀបបាននឹងពំលីបង់ដែលបែរទៅរកក្រុងដាម៉ាស់ក្បាលរបស់អូនស្ថិតនៅពីលើដងខ្លួនដោយភ្នំកម្មែលសរសៃសក់របស់អូនប្រៀបដូចក្រណាត់ដ៏ទន់ព្រះរាជាគួបបារតីនឹងភ្នងសក់របស់អូនណាគូស្នេហ៍របស់បងប្រលឹងមាសបងអើយអូនល្អស្អាតគួរឲ្យស្រឡាញ់ណាស់រូបរាងរបស់អូនល្អស្អាតដោយដើមទម្លាប់សុដន់របស់អូនក៏ដូចផ្លែទម្លាប់ដែរបងគិតថាត្រូវតែឡើងដើមទម្លាប់នេះដើម្បីបេះផ្លែរបស់វាសូមឲ្យសុដន់របស់អូនប្រៀបបាននឹងចង្កោមទំពាំងបាយជូរហើយឲ្យដង្ហើមរបស់អូនសាយក្លិនក្រអូបដោយផ្លែច័ន្ទមាត់របស់អូនប្រៀបបាននឹងស្រាទំពាំងបាយជូរយ៉ាងឆ្ងាញ់មែនហើយសូមឲ្យស្រាទំពាំងបាយជូរនេះហូរមើកសម្រាប់ម្ចាស់ចិត្តអូនសូមឲ្យស្រាទំពាំងបាយជូរនេះស្រក់លើបបោមាត់ដែលកំពុងតែលងលក់ខ្ញុំប្រគល់រូបកាយជូនម្ចាស់ចិត្តរបស់ខ្ញុំហើយគាត់ចង់បានខ្ញុំណាស់ម្ចាស់ចិត្តអូនហើយសូមអញ្ជើញមកយើងទៅចំការជាមួយគ្នាយប់នេះយើងសម្រាកនៅតាមភូមិព្រលឹមឡើងយើងទៅចំការទំពាំងបាយជូរដើម្បីមើលក្រែងលូទំពាំងបាយជូរពន្លកឡើងហើយចេញផ្ការួចយើងមើលក្រែងលូដើមទទឹមមានផ្កានៅទីនោះអូននឹងប្រគល់ស្នេហាជូនបងផ្លែស្នេហ៍សាយក្លិនយ៉ាងក្រអូបនៅមាត់ទ្វាររបស់យើងមានផ្លែដ៏ល្អវិសេសគ្រប់មុខគឺទាំងផ្លែចាស់និងផ្លែថ្មីម្ចាស់ចិត្តអូនហើយអូនរក្សាផ្លែទាំងនោះទុកជូនបងបទចម្រៀងព្រះបាទសាឡូមោនជំពូក8ប្រសិនបើបងជាបងប្រុសរបស់អូនដែលបៅដោះម្ដាយរបស់អូននោះអូនមុខជាចេញមកជួបបងនៅខាងក្រៅអូនមុខជាអោបថើបបងហើយគ្មាននរណាមើលងាយអូនឡើយអូននឹងនាំបងចូលទៅក្នុងផ្ទះរបស់ម្ដាយអូនបងនឹងបង្រៀនអូនអំពីសេចក្តីស្រឡាញ់ហើយអូននឹងយកស្រាដ៏ឈ្ងុយឆ្ងាញ់ព្រមទាំងទឹកដមផ្លែទទឹមជូនបងពិសាដៃឆ្វេងរបស់បងដាក់ឲ្យខ្ញុំកើយហើយដៃស្ដាំរបស់បងអោបរឹតខ្ញុំស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយខ្ញុំសូមប្រាប់ពួកនាងថាមុននឹងម្ចាស់ចិត្តរបស់ខ្ញុំយល់ស្របកុំដាស់សេចក្តីស្រឡាញ់ឡើយតើស្ត្រីដែលឡើងនៅវាលរហោឋានហើយផ្អែកលើម្ចាស់ចិត្តរបស់នាងនោះជានរណាអូនបានដាក់បងនៅក្រោមដើមច័ន្ទជាកន្លែងដែលមេដារបស់បងមានគភ៌ហើយបង្កើតបងមកសូមចរិតរូបអូនក្នុងដួងចិត្តរបស់បងដើម្បីកុំឲ្យភ្លេចឡើយត្បិតសេចក្តីស្រឡាញ់មានកម្លាំងដូចសេចក្តីស្លាប់សេចក្តីស្នេហាប្រៀបដូចឋានមនុស្សស្លាប់សេចក្តីស្នេហានេះឆាបឆេះដូចភ្លើងរបស់ព្រះអម្ចាស់មហាសាគរពុំអាចពន្លត់ភ្លើងនៃសេចក្តីស្នេហាបានឡើយរីឯទន្លេទាំងប៉ុន្មានក៏ពុំអាចពន្លិចសេចក្តីស្នេហាបានដែរផ្ទុយទៅវិញអ្នកណាយកទ្រព្យសម្បត្តិរបស់ខ្លួនទាំងប៉ុន្មានទិញសេចក្តីស្នេហាអ្នកនោះជាមនុស្សគួរឲ្យមើលងាយយើងនៅមានប្អូនស្រីម្នាក់តែនាងមិនទាន់ពេញរូបរាងទេនៅថ្ងៃដែលមានគេមកចែចង់នាងតើយើងត្រូវធ្វើដូចម្ដេច
ប្រសិនបើនាងជាកំពែងក្រុងមួយនោះយើងនឹងសង់ប៉មពីប្រាក់ការពារនាងប្រសិនបើនាងជាទ្វារក្រុងនោះយើងនឹងយកបន្ទះឈើតាត្រូវមកបាំងនាងខ្ញុំជាកំពែងក្រុងមួយសុដន់របស់ខ្ញុំប្រៀបបាននឹងប៉មរបស់ក្រុងនេះខ្ញុំផ្ដល់សេចក្តីសុខសាន្តដល់ម្ចាស់ចិត្តរបស់ខ្ញុំព្រះបាទសាឡូមោនមានចំការទំពាំងបាយជូរមួយនៅបាល់ហាម៉ូតស្ដេចបានប្រគល់ចំការនោះឲ្យអ្នកថែរក្សាមើលខុសត្រូវម្នាក់ត្រូវយកប្រាក់ 1000 ស្លឹងថ្វាយស្ដេចបបិទ្ធព្រះបាទសាឡូមោនព្រះករុណាទទួលយកប្រាក់ 1000 ស្លឹងនេះតែទុក 200 ស្លឹងឲ្យអ្នកថែរក្សាចំការរីឯចំការទំពាំងបាយជូររបស់ខ្ញុំរក្សាទុកខ្លួនឯងអូនសម្លាញ់ដែលស្ថិតនៅក្នុងសួនឧទ្យានអើយមានគេលួចស្ដាប់សម្លេងរបស់អូនចូលបន្លឺសម្លេងឲ្យបងឮផងសម្លាញ់ចិត្តអូនហើយសូមរត់ចេញពីទីនេះទៅសូមរត់យ៉ាងលឿនដូចក្តាន់និងប្រស្ទាវរត់ទៅលើភ្នំដែលពោពេញដោយគុណពីដាវ